เคសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្មីមួយទៀតអញ្ចឹងអ្នកនរគ្នាឃើញបើកវីដេអូមកឃើញកញ្ចប់របស់នេះហ្មងហើយរបស់ក្នុងនេះដែរគឺជារបស់លេងថ្មីរបស់ខ្ញុំហើយរបស់លេងថ្មីនេះដែរគឺខ្ញុំបានទិញពីបងប្រុសម្នាក់ដែលគាត់លក់ឲ្យខ្ញុំក្នុងតម្លៃ$125ហើយចង់ដឹងថាតើរបស់ហ្នឹងមានអីគេខ្លះដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាម្ដងមួយនិយាយទៅអ្នកនរគ្នាធ្លាប់តែឃើញវីដេអូគេ unboxing អីចឹងណាជាការបើកប្រអប់អានេះគឺមិនមែនបើកប្រអប់ទេគឺបើកកញ្ចប់តោះឥឡូវមកមើលក្នុងនឹងទាំងអស់គ្នាតែខ្ញុំអត់តន់បង្ហាញទាំងអស់ទេខ្ញុំបើកម្ដងមួយអ្នកនរគ្នាមើលសិនអញ្ចឹងរបស់លេងថ្មីរបស់ខ្ញុំគឺជាកាមេរ៉ាអ្នកនរគ្នាប្រហែលអ្នកនរគ្នាមើលចុះតែអត់តន់ដឹងថាសេរីណាទេខ្ញុំនឹងបង្ហាញអ្នកនរគ្នាក្នុងនឹងអញ្ចឹងបើកកញ្ចប់មកគឺក្នុងនឹងមានប្រភេទគេហៅថាអានេះគឺកៅអៅការពារជំរាបទឹកណាអ្នកនរគ្នាអ្នកនរគ្នាអាចដឹងហើយឃើញអញ្ចឹងគឺដឹងតែ GoPro ហើយអត់មានអីក្រៅពី GoPro ហើយទៅអត់ហ្នឹងហើយអញ្ចឹងគឺ GoPro ហើយនេះគឺជាកៅអៅសម្រាប់ការពារជំរាបទឹកដែលគេហៅថាពាក់ទៅយើងអាចពាក់ទៅលេងទឹកសមុទ្រឬក៏លេងទឹកអីណានៃវាអត់ចូលក្នុងកាមេរ៉ារបស់យើងវាអាចការពារកាមេរ៉ារបស់យើងបានយូរអញ្ចឹងណាពីការជំរាបទឹកអញ្ចឹងណាវាអត់ជ្រាបដល់ហើយនេះគឺមាន mount ភ្ជាប់ជាមួយនឹងអាហ្នឹងហ្មងគឺអាចនឹងដាក់ជាមួយមួកក៏បានក៏ដាក់មួយ mount ប្រភេទនៅម៉ូតូក៏បានដែរហើយមានសម្រាប់មូលមួយទៀតថ្មីជ្រើងហ្មងអ្នកឲ្យចាំងភ្នែកហ្មងថ្មីជ្រើងឥឡូវខ្ញុំទុកវាម្ដុំសិនចាឥឡូវមកមើលក្នុងនឹងមួយទៀតមានអីគេទៀតអូខេមានសម្រាប់ខ្សែសាកនេះគឺខ្សែសាករបស់ GoPro បដ ாய் ស៊ីនថ្មីជ្រើងហ្មងនិយាយទៅនេះរៀងជាប្រភេទត្រីកោណហើយពងរកខ្សែស្រាប់ផងនិយាយទៅខ្ញុំពងរកខ្សែស្រាប់ផងហើយឥឡូវនេះទីផុតបានហើយបានខ្សែស៊ីនទៀតណាខ្សែរបស់ GoPro ទៀតណាអ្នកនរនេះបានខ្សែមួយទុកមួយសិនតោះមានទៀតអត់ទាន់អស់ហ៎ចឹងមាន mount មួយទៀតអ្នកនរនេះ mount នេះគឺ mount សម្រាប់តអាចដាក់ជាមួយនឹងដៃកង់ក៏បានហើយដាក់ជាមួយដៃម៉ូតូក៏បានដែរបើសិនជាម៉ូតូនឹងប្រភេទមានដៃធម្មតាណាដាក់បានដូចគ្នានេះបវល់បានស្រួលហ្មងនិយាយទៅខ្ញុំពងរោ mount នឹងដែរស្រួលមែនតើឥឡូវនេះបានរបស់ដែលខ្ញុំរកយូរហើយក៏ប៉ុន្តែមានរបស់មួយទៀតដែលខ្ញុំចង់បានតែវាអត់ទាន់មានហើយក៏អត់ទៅអញ្ចឹងឥឡូវទុកម្ដុំសិនតោះហើយមកមើលទៀតអូខេបានថ្ម GoPro ស៊ីនមួយនិយាយទៅបានរបស់នេះគឺអែមខ្លាំងណា$125នេះទោះបីជារៀងថ្លៃតិចក៏សម្រាប់ខ្ញុំប៉ុណ្ណឹងគឺរៀងថ្លៃប៉ុណ្ណឹងតែគាត់ថាបានរបស់អ្វីដែលយើងចង់បានណាអញ្ចឹងគឺថ្មស៊ីននេះថ្មរបស់ GoPro ហ្មងនិយាយទៅខ្ញុំធ្លាប់ទិញការខ្ញុំប្រើ File ណាអ្នកនរគ្នាGoPro Hero 5គឺខ្ញុំមានថ្មដែរតែថ្មមិនមែនថ្មប្រភេទរបស់ GoPro ទេថ្មដូចជាប្រភេទរបស់ប្រភេទដែលភ្ជាប់ជាមួយវាផ្សេងគ្រឿង accessory ខ្ញុំអត់ចាំឈ្មោះទេហើយមិនមែនជាថ្មរបស់ GoPro តែនេះគឺបានមកគឺថ្មរបស់ GoPro ហ្មងហើយអ្នកនរគ្នាអាចមើលថ្មបើសិនជាអ្នកដែលជា fan GoPro គឺដឹងថាវាជាស៊េរីណាហើយនិយាយទៅចន្លោះពីស៊េរីពី5រហូតដល់ត្រឹម7ដែលមានថ្មប្រភេទអញ្ចឹងណាដូចជា 8 ដែរក៏ខ្ញុំអត់ដឹងដែរអ្នកនរគ្នាអញ្ចឹងដូចជាតែខ្ញុំគិតថាប្រហែលជាត្រឹម7នេះដែលមានថ្មប្រភេទហ្នឹងអញ្ចឹងអ្នកនរគ្នាអាចនឹងទាយដឹងខ្លះៗទៅយល់អមអាចទាយហ្មងទៅចាំមើលប្រោយទៅអញ្ចឹងឥឡូវមកដល់វគ្គឈុតធំហើយចង់ដឹងថាតើអីគេដែរចាំមើលតែកប់សេរី GoPro Hero អ្វីដែរមើលបើអញឲ្យមើលដាក់ក្នុងកញ្ចប់ហ្មងនិយាយទៅថ្មីជ្រើងបាទ Hero 6អ្នកនរនេះ Hero 6នេះគឺអា logo ពណ៌ចេះដូចជាមួយនឹងពណ៌ប្រភេទថ្មហើយនឹងខ្ញុំមានដូចជាឆ្នាំងសាកវាមួយដែរអ្នកនរនេះខ្ញុំយកឆ្នាំងសាកវាមកសិនឆ្នាំងសាកហ្នឹងខ្ញុំទិញសាកមួយអា File ឯងក៏ប៉ុន្តែដល់ពេលខ្ញុំលក់ឲ្យគេទៅខ្ញុំអត់លក់ឆ្នាំងសាកហ្នឹងឲ្យគេទេខ្ញុំទុកប្រើខ្លួនឯងដោយសារតែខ្ញុំដឹងថាខ្លួនឯងនៅប្រើប្រភេទហ្នឹងដូចគ្នាដែរអញ្ចឹងណាអញ្ចឹងក៏នៅទុកប្រើសិនទៅនេះឆ្នាំងសាកបានមកមួយសំណុំហ្មងនិយាយទៅនេះមើលមកសំណុំហ្មងនិយាយទៅនេះថ្ម GoPro ឆ្នាំងសាក GoPro ពណ៌នេះទៅហើយនេះ GoPro Hero 6ស្អាតថ្មីជ្រើងមែនតើស្អាតរលោងអ្នកនរគ្នាមើលខាងក្នុងអីវ៉ាវអូ my god ស្អាតល្អមែនតើអ្នកនរគ្នា$125ខ្ញុំទិញពី Brother នោះមកប្រហែលគាត់ដូរស៊េរីដែរឬមួយក៏អីដែរហើយអត់មានប្រហោងច្រឡោយទេអ្នកនរគ្នាមើលនេះ detail អូ look at that វ៉ាវស្អាតមែនតើ
ថ្មីជ្រើហ្មងអ្នកនរនេះសុំទិញក៏ខ្ញុំអត់លក់ដែរនិយាយទៅខ្ញុំទុកប្រើដល់ដាំខ្ទឹមហ្នឹងមកទៅបើសិនជាខ្ញុំឡើងសេរីក៏ខ្ញុំអត់លក់វាដែរនិយាយទៅហើយចាំមើលខ្ញុំសាកដាក់ថ្មមើលវាចាញ់អត់ហើយចាំខ្ញុំនិយាយប្រាប់អ្នកនរនេះហើយបានខ្ញុំលក់អាហ្វាខ្ញុំចោលដឹងថ្មនៅមាននេះអត់អាយ៉ាចេញភ្លើងដឹងនៅអូ 94% វ៉ាវស្អាតអូខេស៊ូមបានទៀតអានេះស៊ូមបានទៀតចង់បានវាយចង់បានអីនេះខ្ញុំយក super view ខ្ញុំចូលចិត្តថតអាប្រភេទ super view នឹងខ្លាំងណាស់អ្នកឲ្យមើលរៀងបច្ចាស់ទៀតដោយសារតែកាមេរ៉ាដែលខ្ញុំពងថតឲ្យអ្នកឲ្យមើលហ្នឹងវាឃើញវារៀងកោងទៅក្នុងអញ្ចឹងទៅថតទៅផ្អៀងរៀងបច្ចាស់នេះ super view អែមមែនអានេះគឺពាក់កណ្ដាលស៊ូមបានអានេះវាយអានេះ super view បានចឹងដាក់ super view ទៅហើយ color អូយល្អជាងបោះអាល្អជាងអា file ឆ្ងាយនិយាយទៅមិនមែនថាបានថ្មីចោលចាស់អីទេឬក៏ផ្អាប់អាអ្នកចាស់អីទេក៏តែស្អាត no memory card អូខេអានេះវាមាន context សលេងអូខេ 1008 អូខេប៉ុណ្ណឹងនិយាយទៅបើអ្នកនរឃើញនៅក្រៅគឺអែមមែនតើច្បាស់ស្អាតហ្មងឥឡូវខ្ញុំសុំធ្វើការបិទវាសិនយ៉ាច្រឡំបិទសលេងវាឬសូតិចអញ្ចឹងនេះរបស់លេងថ្មីខ្ញុំគឺមានប៉ុណ្ណឹងហើយអ្នកនរយ៉ាកុំដាក់ដីដាក់វាលើកថោរបស់ថ្មីអូកាប់សេរីហ្មងនេះជា accessory ទាំងអស់ដែលខ្ញុំមានហើយថតនឹងរៀងរតិចហើយដោយសារតែអត់មានកន្លែងថតត្រឹមត្រូវទេអ្នកនរអើយចេះតែឃើញយកមកថតទៅហើយហ្នឹងគឺជារបស់លេងថ្មីរបស់ខ្ញុំនៅក្នុងពេលឥឡូវហ្នឹងហើយខ្ញុំប្រាប់អ្នកនរថាមូលហេតុអីដែលបានជាខ្ញុំលក់GoPro Hero 5មូលហេតុដែលខ្ញុំលក់ហ្នឹងគឺដោយសារតែខ្ញុំអត់សូវបានថតវាច្រើនណាមួយក៏វារៀងមើលទៅចាស់ដែរយើងឃើញថាយើងចង់បានអារឿងថ្មីតិចហើយយើងចង់មានអា logo និយាយទៅខ្ញុំស្រឡាញ់អា logo ជាប់មួយកាមេរ៉ាដល់ពេលអា file វាអត់មានជាប់ logo ទេដោយសារតែវាចាស់តែពិតក៏មិនចង់លក់ប៉ុន្មានដែរស្រឡាញ់ដូចគ្នាចង់ទុកប្រើដូចគ្នាព្រោះខ្ញុំថតពី vlog អ្នកនរគ្នាបានមើលភាគខ្ញុំទៅលេងនៅគេហៅថាកំពង់សាមគ្គីនៅខេត្តកពតណាជុំមួយមិត្តភក្តិខ្ញុំហ្នឹងក៏ប្រើវាថតហើយទោះបីវាមានបញ្ហាដោយសារតែ memory គឺមិនមែនដោយសារកាមេរ៉ាទេពេលដែលខ្ញុំថតហ្នឹងគឺបាត់ file បាត់ footage អស់ច្រើនគឺដោយសារតែ memory វាថតទៅវាអត់ជាប់ហើយខ្ញុំ copy ចូលក្នុង memory card ទៅវាអត់ជាប់ដូចគ្នាអា memory card គេឲ្យ 512G ហ្នឹងណាអញ្ចឹងក៏វាមិនមែនដោយសារកាមេរ៉ាគេគឺដោយសារតែ memory card ខ្ញុំអត់បន្ទោសកាមេរ៉ាខ្ញុំទេអញ្ចឹងថតបានទាំងអស់ហើយខ្ញុំទៅក្រោយនេះទៀតទៅបោះតង់ម្នាក់ឯងនៅគិរីរំនៅបឹងចកាតែក៏ខ្ញុំប្រើវាថតដែរនិយាយទៅគឺទៅថតបានតែ2 vlog ហ្នឹងទេបានតែ2កន្លែងហ្នឹងទេដែលខ្ញុំសម្រេចចិត្តថាខ្ញុំលក់វាបដ ாய் ទៅហើយខ្ញុំលក់តម្លៃ50 រៀលដំបូងខ្ញុំលក់90ដល់ពេលគិតមើលកាមេរ៉ាឡាកាចាស់លក់90អញ្ចឹងក៏លក់60តែពិត65ដល់ពេលទៅជួបអ្នកទិញផ្ទាល់គេតសល់ត្រឹម50ក៏សម្រាប់ចិត្តលក់នឹកឃើញថាយើងគង់តែធ្វើមិនឲ្យលក់ដាច់ណាឲ្យលក់បាច់ដើម្បីថែមលុយមកយកនេះអញ្ចឹងក្នុងនេះក៏មានចំណែកពីលុយពីវាដែរអញ្ចឹងបានអារបស់ទាំងអស់នេះគឺទុកប្រើទុកថតបន្តទៀតអញ្ចឹងអានេះមិនវាឆ្លងចេញខ្លួនវាអញ្ចឹងក៏នឹកឃើញថាទុកប្រើទៅវាអត់មានអីទេហើយហ្នឹងហើយនេះគឺជាកាមេរ៉ា action របស់ខ្ញុំថ្មីដែលខ្ញុំប្រើក្នុងការថតផលិតវីដេអូសម្រាប់ឲ្យអ្នកនរគ្នាមើលអីហ្នឹងអញ្ចឹងសង្ឃឹមថានេះវាល្អហើយទុកប្រើដល់ដាំខ្ទឹមហ្មងឬមួយក៏បើឡើងសេរីក៏ទុកវាធ្វើជាកាមេរ៉ាទី2ឬក៏កាមេរ៉ាជាប់ម៉ូតូដែលខ្ញុំត្រូវការទៅណាដែលខ្ញុំថតអីចឹងណាអញ្ចឹងអាហ្នឹងមូលហេតុដែលខ្ញុំលក់គឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាហើយតែពិតទៅក៏ដូចខ្ញុំនិយាយចឹងអត់ចង់លក់វាដែរតែឃើញថាដើម្បីការស្រឡាញ់ហើយដើម្បីថារបស់ខ្លួនឯងដូចចង់បានដូចខ្ញុំប្រាប់ណាឃើញមាន logo មានអីចឹងក៏សម្រាប់ចិត្តលក់ទៅហើយនេះមានដាក់នៅkiaនេះនិយាយទៅបាទនោះគឺអត់មានទេហើយអារបស់ខ្ញុំអា file ហ្នឹងគឺកន្លែងនេះប្រហោងហើយ
chẳng vì hai này phơi và sân gì lên tắc đấy cứ hai này phơi ta này cứ nhom cứ tha hai chia ấy đấy lên tắc ấy bởi vì về tới nhóm bờ phê chẳng chẳng cứ nhóm ăn sư lên tắc ấy mũi bia ấy chẳng này mà tôi chặt lên đằng chân này nhưng tôi chặt bờ sân gì miền cả ai viên chết nhóm đặt với châu thằng cả ai đấy hai nhóm lên tắc mà châu một tắc châu ấy có thọt về châu một châu ấy một tắc một ấy cứ nhóm phở à năng mà nhóm ăn châu chặt phở về tăng trẻ tụi bây chỉ kiểu pro đo hay đâu đập bay cái đời tại cái thoa ông mình ấy ta ở thiên tình này tay bờ thâm chi mà tô hạ phliêng ấy là nó nhóm ai phở bàn tay bờ sân chi này ấy cứ nhóm tình này nè ở thọt mất khơi nè mà được pre thì này ở từ khơi và lưỡi gật bà này đây nhóm thọt những viên mà được pre chẳng ở bên nói nào nhé hay ở con sơn mẹ ca tu sửa video bà cái chọn mùi ní ọt thọt khơi một nhóm đấy nhưng không than này ở như khơi chỉ nằm một nhóm mấy chẳng thọt tại cảm thiệp bà bọc này từ ហើយហ្នឹងហើយអ្នកនរគ្នាហើយជាប្រហែលថ្ងៃក៏ប្រហែលសប្តាហ៍ទៀតគឺខ្ញុំចេញ trip អញ្ចឹងចាំមើលទាំងអស់គ្នាសម្រាប់វីដេអូខ្ញុំអត់បានតេស្តវីដេអូឥឡូវហ្នឹងទេចាំខ្ញុំតេស្តពេលដែលខ្ញុំចេញដំណើរចេញ trip ហ្មងមិនដឹងថាទៅសៅរ៍អាទិត្យនេះឬមួយក៏ទៅអាទិត្យក្រោយទេអញ្ចឹងឬក៏ទៅម្នាក់ឯងឬក៏មានគ្នាណាអញ្ចឹងចាំមើលតែ vlog ទៅអ្នកឲ្យកុំភ្លេច subscribe channel របស់ខ្ញុំផងចុច subscribe ទៅគឺពេលដែលឃើញពេលណាគឺនឹងឃើញពេលហ្នឹងហើយលក្ខណៈថាឃើញទៅម្នាក់ឯងឬក៏ទៅមានគ្នាគឺឃើញនៅពេលហ្នឹងអញ្ចឹងអរគុណច្រើនអ្នកនរគ្នាហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ